សូមឲ្យភាគីប្តីប្រពន្ធនឹងយើងពិចារណាគ្នាចេះយើងពិចារណាថាទើបតែ3ខែចុងក្រោយនឹងទេដែលប្លែកអញ្ចឹងគឺយើងមើលតាំងពីខែទី4ខែទី5ខែទី6មកនោះតើស្ថានភាពរស់នៅនឹងយ៉ាងម៉េចអាហ្នឹងគឺយើងត្រូវមើលខ្លួនយើងថាតើយើងរស់នៅជាមួយគ្នាជាប្តីប្រពន្ធហ្នឹងនៅបានអត់ណានៅបានអត់អាហ្នឹងគឺជារឿងដែលពាក់ព័ន្ធប៉ុន្តែឥឡូវខ្ញុំចង់ជំរាបទៅចេះសិនថាទី1រាល់ថ្ងៃហ្នឹងប្តីមកផ្ទះនៅជាមួយអត់ហើយបើប្តីនៅផ្ទះប្តីមកផ្ទះប្តីនៅជាមួយតើរបៀបដែលយើងរស់នៅហ្នឹងរស់នៅក្នុងភាពជាប្តីប្រពន្ធអត់ការនិយាយស្ដីបាយទឹកដេកពួនរស់នៅជាមួយគ្នាការងារជាមួយគ្នាហ្នឹងក្នុងភាពជាប្តីប្រពន្ធអត់ហើយទំនាក់ទំនងរបស់យើងហ្នឹងយ៉ាងម៉េចដែរអាហ្នឹងគឺយើងទៅឆ្លោះមើលអាចំណុចអស់ហ្នឹងហើយសួរតើការរស់នៅជាមួយក្រុមគ្រួសារប្តីប្រពន្ធម៉ែឪហ្នឹងតើទំនាក់ទំនងហ្នឹងវាយ៉ាងម៉េចបាទវាយ៉ាងម៉េចហើយក្នុងស្ថានភាព COVID-19 ហ្នឹងនៅពេលដែលអត់លុយអត់កាក់ហ្នឹងតើទំនាក់ទំនងការនិយាយស្ដីការឲ្យតម្លៃការគោរពគ្នាទៅវិញទៅមកហ្នឹងយ៉ាងម៉េចដែរបាទយ៉ាងម៉េចដែរអញ្ចឹងតើខ្លួនយើងជាភរិយាហ្នឹងជាតួអង្គក្នុងការដុតកម្ដៅឲ្យប្តីហ្នឹងផ្លែកអត់ឲ្យប្តីហ្នឹងទៅក្រៅអត់ណាឲ្យប្តីហ្នឹងគាត់មានអារម្មណ៍ថាទៅក្រៅតិចជាងនៅជាមួយអ្នកខាងក្រៅវាតិចជាងតើអាហ្នឹងវាមានអញ្ចឹងអត់ណាវាមានអញ្ចឹងអត់បើមានអាហ្នឹងយើងសេរីខ្លួនយើងដែរណាយើងសេរីខ្លួនយើងដែរតែបើយើងថាអត់ទេយើងល្អទាំងអស់តែគាត់អត់សុខបាទគាត់អត់សុខអញ្ចឹងគឺគាត់នៅតែទៅធ្វើសកម្មភាពពាក់ព័ន្ធជាមួយនឹងអ្នកដែលនៅខាងក្រៅទៀតអញ្ចឹងត្រូវមើលទៀតថាតើយើងគួររៀបចំចាត់ចែងនិយាយគ្នាយ៉ាងម៉េចហើយបើសិនជាយោបល់ឲ្យមកមិញថាបើនិយាយបើដឹងគាត់ប្រកាសជាទី1គាត់ប្រកែកហើយទី2គាត់ប្រកាសជាប្រុចទៅបាត់ហើយព្រោះកាឡាហ្នឹងប្រុងកាឡារត់ដែរបាទអញ្ចឹងយើងត្រូវជជែកណាប្រាប់ឪពុកម្ដាយយើងទៅជែកជាមួយឪពុកម្ដាយទៅជែកជាមួយនឹងហើយអាហ្នឹងគឺរឿងមួយហើយរឿងទៅមកកលៈប៉ុន្តែខ្ញុំលើកគំរូខ្លះណាខ្ញុំធ្លាប់លើកយកចំណុចហ្នឹងទៅជែកជាមួយក្រុមគ្រួសារមួយចំនួន